ស្ថានភាពជំងឺលោកយូឌីស្កូត្រូវចំណាយច្រើនសូម្បីសមាគមសិល្បករខ្មែរក៏អំពាវនាវដល់អ្នកសិល្បៈនិងសប្បុរសជនជួយក្នុងគ្រាលំបាកចាស់បើគិតមកដល់ពេលនេះរយៈពេលប្រមាណជាង1សប្តាហ៍ហើយដែលដំណឹងរបស់លោកយូឌីស្កូកំពុងសម្រាកព្យាបាលនៅប្រទេសឥណ្ឌាត្រូវបានអ្នកនាងទូចស្រីលក្ខបានជម្រាបដល់មហាជនក្នុងនោះដែរអ្នកនាងទូចស្រីលក្ខក៏បានឲ្យដឹងថាស្ថានភាពជំងឺរបស់លោកយូឌីស្កូគឺសង្ឃឹម 50% អំឡុងពេលនេះលោកយូឌីស្កូបាននឹងកំពុងលាងឈាមនឹងត្រូវការវះកាត់ក្រលៀនជាថ្មីម្ដងទៀតខណៈកំពុងខ្វះខាតប្រាក់ព្យាបាលផងដែរក្នុងនោះដែរគេក៏បានឃើញអ្នកនាងទូចស្រីលក្ខក៏កំពុងតែប្រកាសស្វែងរកជំនួយជួយដល់លោកយូឌីស្កូដូចគ្នាដែរចាស់ងាកទៅកាន់ផេកសមាគមសិល្បករខ្មែរនៅថ្ងៃទី5ខែកុម្ភៈឆ្នាំ2026នេះបានអំពាវនាវដល់មហាជននិងសិល្បករព្រមទាំងអ្នកស្រឡាញ់វិស័យសិល្បៈឲ្យចូលរួមជួយបរិច្ចាគជួយដល់លោកយូឌីស្កូផងក្នុងនោះផេកខាងលើបានរៀបរាប់ថានៅក្នុងគ្រាដ៏លំបាកនេះសមាគមសិល្បករខ្មែរសូមអំពាវនាវដល់សប្បុរសជនជាទីគោរពជាពិសេសបងប្អូនសិល្បករនិងអ្នកស្រឡាញ់វិស័យសិល្បៈសូមមេត្តាចូលរួមបរិច្ចាគថវិកាតាមសទ្ធានិងទឹកចិត្តមេត្តាករុណាដើម្បីជួយសម្រាលការលំបាកក្នុងដំណាក់កាលព្យាបាលជំងឺរបស់លោកយូឌីស្កូដែលកំពុងសម្រាកព្យាបាលនៅប្រទេសឥណ្ឌាការចូលរួមរបស់លោកអ្នកមិនត្រឹមតែជាជំនួយផ្នែកហិរញ្ញវត្ថុប៉ុណ្ណោះទេប៉ុន្តែជាកម្លាំងចិត្តដ៏ធំធេងជួយបង្កើនសេចក្តីសង្ឃឹមនិងភាពក្លាហានឲ្យសិល្បកររូបនេះអាចឆ្លងកាត់វគ្គពិបាកនេះទៅបានដោយសុវត្ថិភាពគួរបញ្ជាក់ថាលោកយូឌីស្កូបានធ្លាក់ខ្លួនឈឺជាទម្ងន់ជាថ្មីម្ដងទៀតពាក់ព័ន្ធជំងឺខូចក្រលៀនហើយកំពុងត្រូវការថវិកាលាងឈាមជាប្រចាំនៅមន្ទីរពេទ្យប្រទេសឥណ្ឌាចា៎ហើយអត្ថបទព័ត៌មានដែលនាងខ្ញុំជម្រាបជូនខាងលើនេះចា៎គឺមានតែប៉ុណ្ណឹងចា៎សូមអរគុណសូមជម្រាបលា